ទូរិស័យរោងប្រចាំខែវិច្ឆិកាឆ្នាំ2025នេះក្នុងខែជ្រូកភ្លើងគិតចាប់ពីថ្ងៃទី7ខែវិច្ឆិកាដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025រិស័យរោងនេះនៅក្នុងខែវិច្ឆិកាហៅថាខែកុលក្នុងឆ្នាំ2025នេះជាបុគ្គលដែលមានកាយវិការគួរឲ្យចាប់អារម្មណ៍សម្ដីសម្ដៅមានមន្តស្នេហ៍ស្រទន់គួរឲ្យទាក់ទាញពីបុគ្គលផ្សេងទៀតមកលើខ្លួនក្នុងករណីមានរោងក្នុងទូរិស័យហើយមានធាតុត្រូវការជាធាតុភ្លើងនិងធាតុទឹកឬធាតុភ្លើងឬក៏ធាតុទឹកមានន័យថាល្អយ៉ាងណាមិញប្រសិនមិនត្រូវជាមួយនឹងធាតុភ្លើងឬក៏ធាតុទឹកទេគឺជាករណីឆុងសយវិញហើយឆុងខ្លាំងចំពោះមនុស្សស្រីទិសរោងត្បូងឈៀងកើតជាប់ជាទិសអសូរកាយប្រចាំឆ្នាំឬគេហៅថាទិសឆុង3ទូតប្រចាំឆ្នាំ2025នេះបង្ការភាពឆុងទិសហាមស្វានដំជួសជុលឬបង្កជាសម្លេងចេញពីទិសឆុងនោះបាទសូមអរគុណ